cho bật đầy sọc sọc chạm ấy lư sọp thà miền ấy tun tun sám sám đám khné chôn mọt dương khự khự ta dương miền ròm bẹp nè đi chỉ ca vô sọp đọc bà chạy đà nắng tayแต่lư sọp chùm lại hiện họ hè thầy thời niên miền ca phật phây chlon chệ chloดังเหาะลือแต่งืดชัยดากับปืนตบอารมณ์กลุ่มเอาฉลอนคลังเปนุก็ลือสำเลงมาชัยดาหาวทากดาเอ้ยกดาตอนหน้าเอ้ยพญาbị đê nấu lục mục nuôiตึกแรงกูดเอ้ยจะอาดบ้านเมาจอมาขอมโยจำในดาวจะกายนซูนจะบาคางขาวกาหาวเธอไอ้ชัยดาเธอมุกจูเฮงหมองเติมพญาbị đêตอนลุกมุกแรงกูดพองไม้หาวผ่าให้ผ่าไอ้ผ่าระดับไม้จะกายขนองซูนจะมาคางขาวเต้น้องซูนจะมาดิเมียนเอาไว้ได้เธอไอ้ชัยดาคลายรนุคือจองเฉินนุเฉินธรรมดาយើងឃើញខ្យងតែនៅក្នុងទឹកក្នុងឆាយឬក្នុងកន្លែងគេចិញ្ចឹមខ្យងម្ដងនេះខ្យងដើរពះពេញសួនច្បារនៅលើដើមឈើនៅលើជញ្ជាំងនៅលើថ្មខ្យងទាំងនោះធំល្អលោកអើយហើយមាត់វាពោពេញទៅទឹកមាត់វាពេញនឹងឆៃដាមិនដឹងថាបកាយជាមួយម៉ែមិនធ្វើមិនទេម៉ែប្រើអីមានតែធ្វើតាមម៉ែហើយឆៃដាក៏មានអារម្មណ៍ហែងចម្លែកដែរព្រោះអីយប់មិញឮសពឃើញឆ្អីតុនទឹកម្លាយហោះចូលមាត់ឆៃដាក៏ដើរចេញពីផ្ទះកាន់បាយឆ្កែមួយចានលុតជង្គង់ដាក់សឹមនៅមុខផ្ទះឆ្កែឆាប់អីពេលនោះដែរឆ្កែមិនតាន់មកស៊ីបាយផងអាខ្យងបងហ្នឹងវាកើមហូស៊ីបាយឆ្កែឆៃដាក៏មានអារម្មណ៍ថាខ្លាចដែរតែខឹងឆ្កែមិនតាន់បានស៊ីហងវាមិនស៊ីបាយឆ្កែមុនអស់ក្តីអត់ធន់នឹងឆៃដាក៏យកដៃចាប់ខ្យងម្ដងមួយចេញពីបាយឆ្កែពេលចាប់ខ្យងទាំងអស់នោះឆាប់អីដៃឆៃដាចាប់ផ្ដើមហូរល្មោះមិនបាត់អមោះសោះហើយចាប់អីអាខ្យងទាំងអស់ហ្នឹងក៏វានាំគ្នាវាលើដៃវាលើជើងឆៃដាអាដាចង់ដាច់ផ្ងាយព្រោះអីមិនមែនខ្យងមួយមិនមែនខ្យងពីរទេខ្យង3ខ្យង4ខ្យង5ចាប់ដើមវាចវេមចវាមពេញដៃពេញជើងហើយដឹងឆាប់ហើយពេលខ្យងហ្នឹងវាលើយើងវាបញ្ចេញទឹកអិលអីឆ្អិតហាងអិលលើច្បាប់ពេលនោះអាដាចាប់ដើមឆែកតែបើតាមអេដមីនវិញកាលអេដមីននៅតូចអេដមីនចូលចិត្តចាប់ខ្យងច្រើនអញ្ចឹងច្បាយចិត្តណាចាប់ក្លឹងគីឡូលក់តែខុសឆៃដាភ័យខ្លាចជាមួយនឹងខ្យងតែប្រហែលខ្យងនេះខ្យងអាម៉ោះម្លោះហើយមិនដឹងថាធ្វើយ៉ាងណាឆៃដាក៏ឆែកហើយក៏កវះដៃកវះជើងឲ្យខ្យងនឹងជ្រុះអស់ហើយហត់ចូលក្នុងផ្ទះបិទទ្វារយ៉ាងលឿនធ្វើដូចខ្លាចមកលោកអើយខ្យងសង់ហួយពីនោះឆៃដាហត់ចូលបន្ទប់ទឹកងូតទឹកដោះសាប៊ូដោះអាជាតិអិលហ្នឹងចេញពីស្បែកខោយមកឆៃដាក៏កទូកសែងហ្នឹងទៅសួរម៉ែថាម៉ែនៅសួនច្បារយើងនឹងខ្យងច្រើនណាស់ខ្ញុំខ្លាចវាម៉ែក៏ហាំងសម្លក់ខណៈខ្យងសោះវាខ្លាចមិនហើយមិនព្រមផើអំបិលមានដឹងអត់ថាខ្យងនឹងវាខ្លាចអំបិលពេលឮដូច្នេះហ្នឹងអាដាក៏វាយកកំប៉ុងអំបិលដាក់ចិត្តក្បាលម្នេកហើយក៏ចូលដេកដូចហល់ដងពេលបិទភ្លាមដេកច្មុកខបាន2-3សឺតឆៃដាក៏មានអារម្មណ៍អឺតអើបនៅចុងជើងអាឆៃដាយើងដឹងច្បាស់ណាស់លើកនេះមិនមែនជាការយល់សប្តិទេពួកអីមានអីជក់បាតជើងជីបឆៃដាក៏ងើបមើលចុងជើងឆាប់អីក៏ឃើញអាខ្យងហ្នឹងវាដល់ឆ្មងជើងហើយมันអាចបដោយមានវិធីមួយគឺយកអំបិលហូរលើខ្យងនោះពេលនោះឃើញខ្យងនោះក៏ខ្ញាប់ចូលក្នុងច្បកវាអាដាវាគិតថាប្រហែលជាខ្យងហ្នឹងវាងាប់បាត់ហើយតែអាការគិតរបស់ឆៃដាវាមិនពិតឡើយព្រោះអីពេលខ្យងនោះធំអំបិលឆាប់អីក៏ឃើញខ្យងហ្នឹងហ៊ីកមៀតធំទៅហើយបើយើងមើលមុខវាទៅគួរឲ្យខ្លាចសំខាន់ដុសធ្មេញជ្រួយទៀតណាហើយវាសំដែងរឹតអំពីអង្វត់ហ៊ីកហួមតុនតែគួរឲ្យខ្លាច
កាន់តែគួរឲ្យខ្លាចឆៃដាមដឹងធ្វើមិនចេះមានតែជាអំបិលថែមហើយក៏ព្យាយាមឆែកហាម៉ត់យ៉ាងធំឆែកបានចឹងគេថាណែពេលយើងខ្លាចអីកុំហាម៉ត់ឲ្យសោះប្រយ័ត្នស្អីចូលម៉ត់ថាមរួយពីម៉ត់ហងខ្ចង់នោះហក់ចូលមកឆៃដាភ្លុចពេលរួមខ្លួនចូលតាមម៉ត់ឆៃដាហើយវាមហ៊ីកមៀតហើយធម្មតាទៅពេលហ៊ីកមៀតទៅច្បែកឆៃដាមានយឺតអីតន់ចឹងហើយមានតែផេះច្បែកលៀនភ្នែកតាមផ្លែតចាស់ខ្ចង់នេះក៏គ្រប់គ្រងរាងកាយឆៃដាដោយនិយាយថាតែយើងស្អប់អីខ្លាចអីតែងតែប្រទេសហ្នឹងទៅហល់ថ្ងៃហ្នឹងអេដមីនខំប្រឹងឆ្អប់សេដ្ឋីឆ្អប់អ្នកមានលុយពួកអង្គុយសង្ឃឹមថាដល់ពេលយើងឆ្អប់អីយើងខ្លាចជានឹងថែខ្លាចជាអ្នកមានលុយគេ